បាទសួស្តីអ្នកទាំងអស់គ្នាជាពិសេស content creator អ្នកដែលចូលចិត្តផលិតវីដេអូកាត់តវីដេអូថ្មីនេះមានដំណឹងពិសេសមួយគឺក្រុមហ៊ុន Adobe បានដាក់ឲ្យប្រើប្រាស់នៅកម្មវិធីកាត់តវីដេអូនៅលើ iPhone កម្មវិធីនឹងមានឈ្មោះថា Adobe Premiere ហើយកម្មវិធីនេះខ្ញុំគិតថាវាមានលក្ខណៈពិសេសច្រើនទីមួយនោះគឺថាយើងប្រើដោយមិនបង់លុយហើយនៅពេលដែលយើង export ចេញវាអត់មានជាប់ watermark ហើយទី2នៅក្នុងកម្មវិធីកាត់តហ្នឹងវាមានតកតងទៅនឹង timeline ដែលធ្វើឲ្យយើងនិយាយស្រួលកាត់តហើយរហ័សដូចជានៅក្នុងកុំព្យូទ័រដែរហើយយើងអាចនិយាយស្រួលក្នុងការដាក់វីដេអូរូបភាពនិងសំឡេងត្រួតលើគ្នាបានច្រើនងាយស្រួលដូចជាងកុំព្យូទ័រទៀតខ្ញុំគិតថាវាងាយស្រួលហើយលក្ខណៈពិសេសមួយទៀតគឺវាយើងអាច export ចេញជាលក្ខណៈ Pro កម្រិត Pro ដែលដូចជា export ចេញជា 4K ឬក៏ Full HD ហើយអ្វីដែលសំខាន់ហ្នឹងគឺការកែ color ហ្នឹងគឺមានកម្រិតខ្ពស់យើងអាចដូចយើងប្រើនៅលើកម្មវិធី Lightroom ដែរដើម្បីធ្វើការកែ color ក្នុងវីដេអូហើយសំឡេងមានគុណភាពខ្ពស់នៅក្នុងហ្នឹងវាមាន Studio ហើយមានមុខងារ AI Enhance Speak ហ្នឹងគឺយើងអាចកាត់បន្ថយសំឡេងគេហៅថាសំឡេងរំខានពីខាងក្រៅបានហើយយើងអាចលុបផ្ទៃខាងក្រោយbackground ហើយយើងអាចដកsubject ណាដែលយើងអត់ចង់បាននៅក្នុងវីដេអូយើងនឹងនៅក្នុងហ្នឹងអ្វីដែលពិសេសជាងនឹងទៀតគឺកម្មវិធីវាភ្ជាប់ជាមួយ Adobe Firefly AI ដែលអាចឲ្យយើង generate បង្កើតវីដេអូថ្មីដែលដោយគ្រាន់តែយើងវាយ prompt ចូលទៅក្នុងកម្មវិធីហ្នឹងវានឹងចេញវីដេអូថ្មីដែលយើងអាចប្រើប្រាស់ជា footage បន្ថែមនៅក្នុងវីដេអូហ្នឹងហើយនៅក្នុងហ្នឹងយើងអាចប្រើ asset ផ្សេងដែលជា resource នៅក្នុង Adobe Stock បាទសូមអរគុណខ្ញុំមានការចែករំលែកប៉ុណ្ណឹងអំពី technology ឬក៏កម្មវិធីថ្មីអរគុណច្រើនបាទជម្រាបលា